ជាកិច្ចផ្ដាខ្ញុំសូមជម្រាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះម៉ៅស៊ីណារៀចដែលពួកថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយមកបង្ហាញនោះគឺវិស័យសេវាកម្មហិរញ្ញវត្ថុដែលពួកខ្ញុំបាទមកពីក្រុមទី5ដែលមានសមាជិក4នាក់បង្រៀនដោយសាស្ត្រាចារ្យឡាវសុធាដានិងមុខវិជ្ជាសេដ្ឋកិច្ចកម្ពុជាមុនដំបូងជាការចាប់ផ្ដើមខ្ញុំនឹងបកស្រាយពីមាតិការបស់ពួកយើងដែលទាំងអស់មានចំនួន4គឺយើងលើកមកពីវិស័យធនាគារវិស័យធានារ៉ាប់រងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនិងវិស័យផ្សារមូលបត្រចាប់ផ្ដើមមុនគេនោះគឺវិស័យធនាគារវិស័យធនាគារនៅកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាចាប់តាំងពីការចាប់ផ្ដើមសារជាថ្មីក្រោយរបបខ្មែរក្រហមបច្ចុប្បន្នវិស័យនេះគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិនិងជាកម្លាំងចលករក្នុងការជំរុញវិស័យហិរញ្ញវត្ថុខ្ញុំនៅលើកយក3ចំណុចសម្រាប់វិស័យនេះដោយយើងនិយាយអំពីតួនាទីនៃធនាគារប្រភេទនៃធនាគារនិងការវិនិយោគពីបរទេសតួនាទីនៃធនាគារមានតួនាទីក្នុងការរក្សាប្រាក់សន្សំដែលអតិថិជនបានតម្កល់ទុកនិងបំប្លែងប្រាក់នោះដែលជាប្រាក់សន្សំរបស់បុគ្គលទៅជាទុនសម្រាប់វិនិយោគដែលជាឥណទានការផ្ដល់ឥណទានជួយដល់អាជីវកម្មខ្នាតតូចនិងមធ្យមក្នុងការពង្រីកអាជីវកម្មរបស់ពួកគេឬតម្រូវការផ្ទាល់ខ្លួននៅពេលមានអាសន្នស្ថិរភាពរូបិយប័ណ្ណវត្ថុធនាគារជាតិគឺជាធនាគារដែលជួយរក្សាតម្លៃប្រាក់រៀលនិងគ្រប់គ្រងអតិផរណាការទូទាត់ឌីជីថលធនាគារក៏អាចជួយដល់ការផ្ទេរប្រាក់និងការជួញដូរតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជាបាគងដែលកាត់បន្ថយចំណាយនិងពេលវេលាប្រភេទនៃធនាគារប្រភេទទី1គឺធនាគារជាតិយើងហៅកាត់ថា NBC ជាអាជ្ញាកណ្ដាលដែលត្រួតពិនិត្យលើប្រព័ន្ធធនាគារទាំងមូលទី2ធនាគារពាណិជ្ជកម្មពាណិជ្ជផ្ដល់សេវាកម្មទូទៅដូចជាបញ្ញានិងឥណទានដែលក្នុងនោះមានធនាគារ ABA ធនាគារ Acilada និងធនាគារ Canadian ទី3គឺធនាគារឯកទេសផ្ដោតលើសេវាកម្មជាក់លាក់ណាមួយដូចជាឥណទានជនបទឬលំនៅឋានចំណុចទី4គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលពួកគេផ្ដោតទៅលើការផ្ដល់ប្រាក់កម្ចីដល់ប្រជាជនមានចំណូលទាបនិងនៅតំបន់ដាច់ស្រយាលចូលការវិនិយោគពីបរទេសវិញគឺកម្ពុជាទទួលបានការវិនិយោគដោយកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចបើកចំហធំបំផុតដែលទាក់ទាញវិនិយោគទុនយ៉ាងច្រើនពីបរទេសដែលលំហូរទុនបរទេសនោះធនាគារធំៗមកពីប្រទេសចិនកូរ៉េជប៉ុនម៉ាឡេស៊ីបានចូលរួមនិងមកធ្វើការបើកសាខាឬទិញពីហ៊ុនធនាគារក្នុងស្រុកការនេះនាំមកនៅបច្ចេកវិទ្យាទំនើបនិងដើមទុនដ៏សន្ធឹកសន្ធាប់ជំរាបសួរលោកគ្រូនិងមិត្តរួមអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលោកកន្លីជានិស្សិតសាកលវិទ្យាល័យជាគ្រប់គ្រងថ្ងៃនេះខ្ញុំមកបកស្រាយប្រធានបទវិស័យធានារ៉ាប់រងសំខាន់មាន4ធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រងទ្រព្យសម្បត្តិធានារ៉ាប់រងលើតបកិច្ចធានារ៉ាប់រងផ្ទាល់ខ្លួនធានារ៉ាប់រងអាយុជីវិតគឺជាធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រងគោលដែលមនុស្សគ្រប់គ្នាគួរមានកញ្ចប់ធានារ៉ាប់រងនេះមានលក្ខណៈសាមញ្ញងាយស្រួលយល់គឺអ្នកទិញទទួលបានសំណាងនៅក្នុងគ្រោះថ្នាក់ដោយអាយុជីវិតឬផុតកំណត់លក្ខណៈរយៈពេលមួយដែលកំណត់ដោយក្រុមហ៊ុនធានារ៉ាប់រងទ្រព្យសម្បត្តិបើប្រើក្នុងគោលបំណងនៅពេលដែលទ្រព្យសម្បត្តិត្រូវបានគេលួចខូចខាតដោយហានិភ័យដែលមិនអាចប្រមាណមើលឃើញធានារ៉ាប់រងលើតបកិច្ចល្អសម្រាប់ម្ចាស់អាជីវកម្មក្នុងលក្ខណៈមួយដែលអាជីវកម្មមិនមានលទ្ធភាពទូទាត់បំណុលធានារ៉ាប់រងនឹងធ្វើការសងជំនួសក្រៅពីនេះនៅមានតបកិច្ចតាមផ្លូវច្បាប់ជាច្រើនទៀតដូចជាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិឯកជនទី3ធានារ៉ាប់រងនឹងបំពេញតបកិច្ចសងជំនួស
ធានារ៉ាប់រងផ្ទាល់ខ្លួនធានារ៉ាប់រងផ្ទាល់ខ្លួនស្រដៀងទៅនឹងធនាគាររ៉ាប់រងអាយុជីវិតដែរតែការពារចំពោះលើបុគ្គលម្នាក់ប្រឆាំងនឹងโรគជំងឺការសាហាវអ្វីមួយជាលក្ខណៈច្បាស់លាស់ជាងធានារ៉ាប់រងអាយុជីវិតធម្មតាវិស័យធានារ៉ាប់រងកំពុងតែស្ទុះខ្លាំងជាមួយនឹងការកាន់តែកើនឡើងចំនួនបានសន្យារ៉ាប់រងការវិនិយោគពីបរទេសក្រុមហ៊ុនធានារ៉ាប់រងភាគច្រើននៅកម្ពុជាបានចូលរួមពីក្រុមហ៊ុនអន្តរជាតិធំៗដែលមកទល់នឹងបច្ចុប្បន្នមានទ្រព្យសកម្មសរុបជាង1 បឺលានដុល្លារសន្តិភាពក្នុងស្រុកក្នុងរយៈពេល8 ខែដំបូងនៃឆ្នាំ2025ពិភពលោកធានារ៉ាប់រងរងដល់សម្រេចបាន$2,753 លានកើនឡើង 13% ធៀបទៅនឹងឆ្នាំមុនចំនួនបានសន្យារ៉ាប់រងបានកើនឡើងរហូតដល់13,097% ក្នុងខែឧសភាឆ្នាំ2025ជំរាបសួរលោកគ្រូហើយសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំឈ្មោះជាសវណ្ណារាហើយថ្ងៃនេះខ្ញុំនឹងមកបកស្រាយនៅចំណុចបច្ចេកវិទ្យាហិរញ្ញវត្ថុតើអ្វីទៅគឺជាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលអង់គ្លេសគេហៅថា FinTech បច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាការប្រើប្រាស់នៅកម្មវិធីកុំព្យូទ័រនិងបច្ចេកវិទ្យាទំនើបដើម្បីធ្វើឲ្យសេវាកម្មហិរញ្ញវត្ថុដែលមានដូចជាការទូទាត់ប្រាក់កម្ចីនិងការវិនិយោគកាន់តែមានភាពងាយស្រួលលឿនរហ័សនិងមានប្រសិទ្ធភាពវាជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុតាមរយៈនវានុវត្តន៍ថ្មីៗចំណុចសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុមានចំនួន5ទី1ការទូទាត់តាមទូរស័ព្ទដែលអង់គ្លេសគេហៅថា Mobile Payment គឺជាកម្មវិធីដែលមានដូចជា ABA, KXQR, Wing ដែលអនុញ្ញាតឲ្យផ្ទេរប្រាក់និងទូទាត់ថ្លៃទំនិញភ្លាមៗ 2. ធនាគារ Digital Banking គឺជាសេវាកម្មធនាគារដែលដំណើរការទាំងស្រុងនៅលើប្រព័ន្ធអនឡាញដោយមិនចាំបាច់ទៅខាងសាខាផ្ទាល់ទី3បច្ចេកវិទ្យា Blockchain និង Cryptocurrency គឺជាការប្រើប្រាស់នៅបច្ចេកវិទ្យាចែករំលែកទិន្នន័យដែលមានសុវត្ថិភាពខ្ពស់និងរូបិយប័ណ្ណ Digital ទី4ប្រាក់កម្ចីតាមអនឡាញ P2P Lending គឺជាវេទិកាដែលភ្ជាប់អ្នកខ្ចីប្រាក់ជាមួយអ្នកផ្ដល់កម្ចីដោយមិនចាំបាច់ឆ្លងកាត់ធនាគារបែបប្រពៃណីហើយចំណុចចុងក្រោយគឺជាការវិនិយោគដោយស្វ័យប្រវត្តិ Robo Advisor គឺជាការប្រើប្រាស់នៅក្បួនដោះស្រាយដើម្បីគ្រប់គ្រងផលប័ត្រវិនិយោគជាកិច្ចចាប់ផ្ដើមខ្ញុំសូមជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងបកស្រាយចំណុចមួយក្នុងសេវាកម្មហិរញ្ញវត្ថុនោះគឺផ្សារមូលបត្រមុននឹងចូលការចាប់ផ្ដើមខ្ញុំនឹងនិយាយអំពីប្រវត្តិសង្ខេបរបស់ផ្សារមូលបត្រនៅកម្ពុជានៅក្នុងខែវិច្ឆិកា2006ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជានិងក្រុមហ៊ុនកូរ៉េដែលបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍផ្សារហ៊ុនមូលបត្រនៅកម្ពុជានៅខែវិច្ឆិកាបន្ទាប់សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិមួយដែលលើកកម្ពស់ការបើកដំណើរការគម្រោងទីផ្សារមូលបត្រនៅកម្ពុជានៅខែមីនា2009រដ្ឋាភិបាលកម្ពុជានិងផ្សារហ៊ុនកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាដើម្បីបង្កើតទីផ្សារភាគហ៊ុននោះឈ្មោះថាក្រុមហ៊ុនផ្សារហ៊ុនកម្ពុជា Limited បន្ទាប់មកក្រុមហ៊ុនកម្ពុជាត្រូវបានចុះបញ្ជីនៅថ្ងៃទី23ខែកុម្ភៈ2010រដ្ឋាភិបាលកម្ពុជាដែលជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាន់កាប់ភាគហ៊ុនចំនួន 55% និងដើមទុនចុះបញ្ជីចំណែកក្រុមហ៊ុនភាគហ៊ុនកូរ៉េគឺកាន់កាប់ 45% ដែលនៅសល់សារៈសំខាន់នៃផ្សារមូលបត្រគឺអ្នកម្ចាស់ក្រុមហ៊ុនអាចប្រមូលទុនបានយ៉ាងច្រើនដោយក្រុមហ៊ុននោះប្រមូលទុនពីសាធារណជនក្នុងទ្រង់ទ្រាយធំដើម្បីពង្រីកនិងពង្រឹងអាជីវកម្មដោយបង្កើតរោងចក្រឬស្រាវជ្រាវផលិតផលថ្មីៗដោយមិនចាំបាច់ទៅខ្ចីពីខាងក្រៅឬក៏ទទួលបានឥណទានពីធនាគារចំណុចទី2គឺការផ្ដល់សាច់ប្រាក់ងាយស្រួល
ដោយផ្ដល់ឱកាសដល់អ្នកវិនិយោគអាចលក់ភាគហ៊ុនឬសញ្ញាបត្ររបស់ពួកគេដោយចំណេញ ឬក៏ដើម្បីដូរសាច់ប្រាក់នោះវិញភ្លាមៗនៅពេលដែលពួកគេត្រូវការចាំបាច់ ចំណុចទី3 ការទទួលវិនិយោគពីបរទេស យើងអាចដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុននីមួយៗដែលធ្វើការលក់ទៅតាមទីផ្សារនោះអ្នកវិនិយោគបរទេសក៏អាចទិញផងដែរ ដោយនេះធ្វើឲ្យងាយស្រួលដល់ម្ចាស់ហ៊ុនដើម្បីបង្កើននៅដើមទុននិងពង្រីកអាជីវកម្មរបស់ពួកគេ សេចក្តីសង្ខេបនៃវិស័យសេវាកម្មហិរញ្ញវត្ថុនោះគឺវិស័យនេះគឺមានសារៈសំខាន់ដែលមានជាវិស័យធនាគារធានារ៉ាប់រងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងផ្សារមូលបត្រផងដែរដែលសុទ្ធតែមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឲ្យមានការរឹងមាំនិងវិស័យទាំងនេះមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតដែលធ្វើការជាមួយគ្នាជារៀងរាល់ថ្ងៃ ដូច្នេះខ្ញុំបាទសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់ពីការបកស្រាយរបស់ពួកខ្ញុំលើប្រធានបទវិស័យសេវាកម្មហិរញ្ញវត្ថុដែលមានខ្ញុំបាទម៉ាស៊ីនរាជជាសវណ្ណារាសុកកែរតនៈនិងភ្លុចខុនលីសូមអរគុណ